បាទជំរាបសួរវីដេអូនេះគឺតពីវីដេអូមុនដែលតាក់ទងទៅនឹងប្រមាណវិធីគុណពហុធាតុហើយវីដេអូមុនគឺការគុណពហុធាតុនិងឯកធាតុតែវីដេអូនេះគឺចង់ផ្ដោតសំខាន់ទៅលើការគុណពហុធាតុនិងពហុធាតុអញ្ចឹងយើងមានឧទាហរណ៍មួយនេះប៉ុន្តែដើម្បីមើលឧទាហរណ៍នឹងកាន់តែងាយខ្ញុំសូមបញ្យល់ទៅលើរូបភាពនេះគឺនេះគឺជាការគុណរវាងពហុធាតុចំនួន2គឺពហុធាតុទី1គឺ a បូក b ហើយពហុធាតុទី2 c អញ្ចឹងយើងមើលលេខនេះយើងមើលលេខ1លេខ2លេខ3លេខ4អញ្ចឹងមានថាតាមលំដាប់ហ្នឹងយើងមើលលេខ1 a គុណនឹង c បានប៉ុណ្ណឹងទៅមកបូក a គុណនឹង d ហើយលេខ3 b គុណនឹង c ទៅមកបូកហើយ b គុណនឹង d អញ្ចឹងគឺការគុណគឺពហុធាតុនិងពហុធាតុគឺធ្វើលំនាំមួយនេះឥឡូវយើងទៅក្រឡេកមើលឧទាហរណ៍យើងឃើញថាគឺលំនាំដូចគ្នាអញ្ចឹងគឺ 3x គុណនឹង x បានប៉ុណ្ណឹង 3x គុណនឹង1បានប៉ុណ្ណេះបូក2គុណនឹង x បូក2គុណនឹង1តមកយើងធ្វើការគុណទៅគឺបាន 3x ការ៉េ 3x គុណនឹង1បាន 3x 2គុណនឹង x បាន 2x ហើយ2គុណនឹង1គឺបាន2ទៅ2ខ្លួនឯងហើយនៅពេលហ្នឹងហើយគឺយើងមើលតើនៅក្នុងពហុធាតុមួយនេះតើមានអថេរខ្លះគឺមានអថេរតែ x មួយទេប៉ុន្តែមានតួពីរតួដែលមានអថេរដូចគ្នាហើយដឺក្រេនៃតួនីមួយៗហ្នឹងគឺស្មើគ្នាអញ្ចឹងគឺយើងត្រូវការគណនាឬក៏បញ្ចូលគ្នារវាងតួទាំងពីរហ្នឹងគឺឧទាហរណ៍តួនេះ 3x បូកនឹង 2x អញ្ចឹងបាន 5x ដូចអ្វីដែលយើងរៀនកន្លងមកអញ្ចឹងហើយខនេះគឺដូចគ្នាដែរ a គុណនឹង a ការ៉េគុណនឹង a បាន a គីប a គុណនឹងដក b បាន a ការ៉េគុណនឹងដក b បានដក a ការ៉េ b ទៅមកបូក 2ab គុណនឹង a បាន 2a ការ៉េ b 2ab គុណនឹងដក b បានដក 2ab ការ៉េហើយនេះខ្ញុំសរសេរកាត់តិចគឺដូចលំនាំខាងលើអញ្ចឹងតមកគឺពីរនេះគឺមានផ្នែកអថេរគឺដូចគ្នាអញ្ចឹងយើងអាចចូលគ្នាបានដោយគឺថាដក1បូក2អញ្ចឹងនៅសល់1អញ្ចឹងគឺបាន a ការ៉េ b ហើយផ្សេងផ្សេងគឺរក្សានៅដដែលអញ្ចឹងតាមរយៈឧទាហរណ៍3នេះឧទាហរណ៍3នេះកនិងខនេះគេសង្កេតឃើញថាដើម្បីគុណពហុធាតុនិងពហុធាតុគេត្រូវយកតួនីមួយៗនៃពហុធាតុទី1គុណនឹងគ្រប់តួនៃពហុធាតុទី2រួចបង្រួមលទ្ធផលគឺដូចនៅក្នុងរូបភាពនេះអញ្ចឹងអ្នកនរគ្នាអាចព្យាយាមគិតឲ្យស្វែងយល់បន្តិចមកបាទឥឡូវយើងមើលលំហាត់គំរូយើងគឺគណនាផលគុណពហុធាតុខាងក្រោមយើងមានការលំហាត់ចំនួន4ប៉ុន្តែនៅក្នុងចម្លើយរបស់ខ្ញុំគឺខ្ញុំដាក់តែ2នេះដោយសារមានពេលតិចអញ្ចឹងខ្ញុំសូមបញ្យល់ចម្លើយឬក៏ដំណោះស្រាយនៅលំហាត់ទី1តែម្ដងអញ្ចឹងគេមានពហុធាតុ2គុណគ្នាអញ្ចឹងគឺថា x គុណនឹង x អានេះយើងអាចសរសេរបានថា x នេះគុណនឹងពហុធាតុមួយនេះគឺសរសេរបានប៉ុណ្ណឹងបន្ទាប់មកបូកហើយតួទី2នៃពហុធាតុទី1នេះគុណនឹងពហុធាតុទី2បានប៉ុណ្ណេះឃើញទេបន្ទាប់មកយើងធ្វើការបន្លាតដូចការអានេះយើងនឹកឃើញការមេរៀនមុនគឺការគុណឯកធាតុនិងពហុធាតុគឺយើងត្រូវការគឺយើងយកឯកធាតុហ្នឹងគុណគ្រប់តួនៃពហុធាតុហ្នឹងអញ្ចឹងយើងបាន x គុណនឹង x គុណនឹង3បានប៉ុណ្ណឹងហើយខាងនេះគឺដូចគ្នាបានប៉ុណ្ណេះដូចគ្នាតមក x គុណនឹង x បាន x ការ៉េ x គុណនឹង3បាន 3x ហើយ 2x 2គុណនឹង x បាន 2x 2គុណនឹង3បាន6បន្ទាប់មកយើងមើលនៅក្នុងកន្សោមពហុធាតុមួយនេះតើមួយណាដែលតួ2ហ្នឹងគឺមានអថេរដូចគ្នាហើយដឺក្រេនៃតួនីមួយៗហ្នឹងគឺស្មើគ្នាអញ្ចឹងយើងឃើញថា 2x និង 3x អញ្ចឹងយើងបូកចូលគ្នាទៅបាន 5x អញ្ចឹងចម្លើយរបស់វាគឺ x ការ៉េបូក 5x បូក4 x បូក6មកគាត់ចិត្តរហូតហើយលំហាត់ទី2គឺដូចគ្នាដែរគឺលំនាំតែមួយទេអ្នកនរគ្នាអាចស្វែងយល់បន្ថែមដោយខ្លួនឯងបាទនេះគឺជាលំហាត់ប្រតិបត្តិដែលខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នារៀនធ្វើអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយបាទជំរាបលា